នៅក្នុងភូមិមួយដែលរស់នៅដាច់ស្រយាលជាងគេហើយនៅក្នុងភូមិមួយនោះមានក្មេងប្រុសម្នាក់ឈ្មោះថាច័ន្ទដែលមានថ្ងៃមួយគាត់ចង់ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់គាត់នាវេលាយប់លុះដល់វេលាយប់ច័ន្ទគាត់បានមកឈររងចាំឡានក្រុងដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់គាត់ពេលនោះស្រាប់តែមានរថយន្តក្រុងចំណាស់មួយបានកំពុងធ្វើដំណើរគឿមមករកច័ន្ទដែលកំពុងតែឈររងចាំនៅលើចិញ្ចើមផ្លូវនោះឯងពេលដែលរថយន្តក្រុងចាស់នោះបើកមកដល់ក្បែរច័ន្ទនោះស្រាប់តែមានតាចាស់ម្នាក់ចុះពីលើរថយន្តក្រុងនោះមកហៅច័ន្ទឲ្យឡើងជិះក្នុងរថយន្តក្រុងនោះភ្លាមរួចហើយរថយន្តនោះក៏បើកចេញពីទីតាំងនោះទៅហើយរាល់ជំហានដែលច័ន្ទឈានជើងចូលទៅកាន់ក្នុងឡានក្រុងមួយនោះហើយឡានក៏ចាប់ផ្ដើមចេញដំណើរទៅមុខភ្លាមសំឡេងឈើគ្រឹតបានបន្លឺឡើងពេញផ្ទៃឡានទាំងមូលវាហាក់ដូចជាឡានក្រុងនេះមានជីវិតអញ្ចឹងហើយវាកំពុងតែដកដង្ហើមតាមកម្រាលឈើចាស់ទាំងនេះភាពស្ងាត់ជ្រងំត្រូវបានបំបែកដោយសំឡេងកកិតនៃឈើដែលមើលទៅវាដូចជាមាត់ដែលកំពុងតែរងចាំលេបត្របាក់អ្វីគ្រប់យ៉ាងអញ្ចឹងច័ន្ទមានអារម្មណ៍ថានៅក្រោមជើងរបស់គាត់មិនរឹងមាំឡើយវាដូចជាគាត់កំពុងតែដើរលើខ្នងសត្វចម្លែកដ៏ធំមួយនៅកណ្ដាលភាពទទេស្អាតច័ន្ទបានឃើញនារីម្នាក់នាងអង្គុយយ៉ាងស្ងៀមស្ងាត់ហាក់ដូចជាមិនដឹងថាមានអ្នកមកដល់នោះឡើយនាងគឺមានឈ្មោះថាសារីសម្លៀកបំពាក់ធម្មតាមើលទៅស្រស់ស្អាតប្លែកម្យ៉ាងដែរប៉ុន្តែមានអ្វីម្យ៉ាងដែលមិនប្រក្រតីនាងមើលទៅហាក់ដូចជាវិញ្ញាណដែលវង្វេងផ្លូវស្ងប់ស្ងាត់ពេកត្រជាក់ពេកនិងសោកសៅពេកលើសពីមនុស្សធម្មតាច័ន្ទបានក្រឡេកមើលទៅខាងក្រៅបង្អួចប៉ុន្តែអ្វីដែលគាត់ឃើញគឺមិនមែនជាព្រៃឈើឬផ្លូវថ្នល់ដែលគាត់ទើបតែនឹងឆ្លងកាត់នោះទេខាងក្រៅបង្អួចគឺជាភាពងងឹតដ៏ធំធេងងងឹតដូចជាទឹកខ្មៅដែលគ្មានទីបញ្ចប់គ្មានផ្កាយគ្មានលោកខែមានតែរូបភាពចាំងនៃឡានក្រុងដែលកំពុងតែធ្វើដំណើរទៅកាន់កន្លែងណាមួយដែលមិនមាននៅលើផែនដីនេះគាត់មានអារម្មណ៍ថាឡានក្រុងនេះកំពុងតែនាំគាត់ចាកចេញពីពិភពមនុស្សរស់ហើយមើលទៅរូបពេជ្រនោះតាផាន់បានដើរមកជិតកន្លែងដែលច័ន្ទអង្គុយដៃដ៏ស្គមស្គាំងរបស់គាត់បានហុចក្រដាសពណ៌លឿងចាស់មួយសន្លឹកមកឲ្យច័ន្ទវាគឺជាសម្បត្តិធ្វើដំណើរប៉ុន្តែវាគឺជាសម្បត្តិដែលគ្មានតម្លៃជាប្រាក់កាសឡើយនៅក្នុងនោះភ្នែករបស់គាត់សម្លឹងមើលច័ន្ទដោយទឹកមុខស្មើហាក់ដូចជាដឹងពីវាសនារបស់អ្នកដែលបានឡើងមកលើឡានក្រុងនេះអញ្ចឹងយកវាទៅគាត់និយាយដោយសំឡេងស្អកនេះគឺជាសម្បត្តិសម្រាប់ទៅកាន់ទីផ្សារងងឹតដែលឯងប្រាថ្នាចង់ទៅនោះហើយនៅពេលដែលភ្នែករបស់ច័ន្ទស៊ាំនឹងពន្លឺគាត់ចាប់ផ្ដើមមើលឃើញថាគាត់មិនមែនជិះឡានក្រុងនោះតែម្នាក់ឯងនោះទេនៅលើកៅអីឈើទាំងនោះមានស្រមោលមនុស្សជាច្រើនអង្គុយតម្រៀបគ្នាពួកគេមិនមានមុខមាត់ច្បាស់លាស់ឡើយខ្លះស្លៀកពាក់ដូចជាអ្នកភូមិបុរាណខ្លះទៀតស្លៀកពាក់រដាច់រដោចពួកគេអង្គុយយ៉ាងស្ងៀមស្ងាត់កាន់របស់របរដែលមើលទៅដូចជាវត្ថុបុរាណដែលបាក់បែកយូរណាស់មកហើយពួកគេគឺជាអ្នកដំណើរដែលបានបាត់បង់វិញ្ញាណនិងគ្មានផ្លូវត្រឡប់ទៅផ្ទះវិញឡើយនាងសារីបានងាកមកមើលច័ន្ទចំភ្នែករបស់នាងពោពេញទៅដោយការប្រមានទឹកភ្នែកពណ៌ខ្មៅស្រក់ចុះមកលើថ្ពាល់នាងហាក់ដូចជាចង់និយាយអ្វីម្យ៉ាងប៉ុន្តែគ្មានសំឡេងចេញមកក្រៅឡើយនាងខ្សឹបក្នុងចិត្តច័ន្ទថាកុំញ៉ាំអ្វីទាំងអស់កុំចុះពីលើឡាននេះនៅកន្លែងឈប់បន្ទាប់
បើមិនដូច្នោះទេឯងនឹងក្លាយទៅជាស្រមោលដោយពួកគេជារៀងរហូតហើយភាពត្រជាក់ពីបបោមាត់របស់នាងធ្វើឲ្យបេះដូងរបស់ច័ន្ទស្ទើរតែឈប់ដើរឡានក្រុងបានឈប់នៅចំណតដំបូងវាគឺជាមាត់ទន្លេដ៏ត្រជាក់ស្រេបមួយកន្លែងទឹកទន្លេមានពណ៌ខ្មៅងងឹតហើយនៅជុំវិញនោះមានតែដើមឈើងាប់ដែលគ្មានស្លឹកទាល់តែសោះអាប់ពណ៌សក្រាស់បានគ្រប់ដណ្ដប់គ្រប់ទីកន្លែងនោះចិត្តហើយមានពន្លឺពណ៌ខៀវតូចហោះនៅលើផ្ទៃទឹកកន្លែងនេះមិនមែនជាកន្លែងសម្រាប់មនុស្សរស់ឡើយវាគឺជាច្រកទៅកាន់ពិភពនៃសេចក្តីស្លាប់ដែលរងចាំទទួលអ្នកដំណើរថ្មីដែលបានមកដល់ស្រមោលអ្នកដំណើរម្នាក់បានក្រោកឈរឡើងគាត់ដើរចេញពីឡាននោះយ៉ាងយឺតដូចជាមនុស្សដែលគ្មានវិញ្ញាណនៅពេលដែលជើងរបស់គាត់ប៉ះនឹងដីឥដ្ឋរូបរាងរបស់គាត់ក៏ចាប់ដើមរលាយបាត់បន្តិចម្ដងคล้ายទៅជាផ្សែងខ្មៅដែលហោះចូលទៅក្នុងទន្លេនោះបាត់ទៅគ្មានការលាគ្នាគ្មានការសោកស្ដាយគាត់បានคล้ายទៅជាផ្នែកមួយនៃភាពងងឹតនៅទីនោះជារៀងរហូតចាន់មើលទស្សនវិជ្ជានេះដោយភាពតក់ស្លុតបំផុតនៅក្នុងឆាកជីវិតរបស់គាត់តាផាន់ចាប់ផ្ដើមសើចប៉ុន្តែវាគឺជាការសើចដែលគ្មានសំឡេងខ្លួនប្រាណរបស់គាត់ញ័រទៅទ្រើកហើយនៅក្នុងមាត់របស់គាត់មិនមានធ្មេញឬអណ្ដាតឡើយប៉ុន្តែវាគឺជាភាពងងឹតដ៏ធំធេងដែលកំពុងតែបឺតស្រូបយកពន្លឺភ្នែករបស់គាត់ចាំងពន្លឺនៃភាពសាហាវយំខ្នងគាត់កំពុងតែសប្បាយរីកនឹងការឃើញច័ន្ទមានភាពភ័យខ្លាចមើលចុះគាត់ហាក់ដូចជានិយាយតាមរយៈរំញ័រនៃខ្យល់នេះគឺជាវាសនារបស់អ្នកដែលចង់បានសម្រាងដោយមិនដឹងពីតម្លៃដែលត្រូវបង់ភ្លាមនោះឡានក្រុងក៏ចាប់ផ្ដើមរត់យ៉ាងលឿនស្លែងលឿនដល់ថ្នាក់អ្វីគ្រប់យ៉ាងនៅខាងក្នុងចាប់ផ្ដើមរង្គើពន្លឺពណ៌មាសបានប្រែទៅជាឆ្នោតវែងហើយនៅខាងក្រៅបង្អួចភាពងងឹតបានជំនួសមកវិញនៅសម្រែកនៃវិញ្ញាណរាប់ពាន់ដែលហោះកាត់កៅអីឈើបុកគ្នាយ៉ាងខ្លាំងច័ន្ទត្រូវតោងបង្កាន់ដៃឲ្យជាប់ដើម្បីកុំឲ្យដួលនេះមិនមែនជាការធ្វើដំណើរធម្មតានោះទេវាគឺជាការធ្លាក់ចុះទៅកាន់ជម្រៅនៃឋាននរកដែលមិនអាចថយក្រោយបានឡានក្រុងបានឈប់ងក់នៅកណ្ដាលទីក្រុងដ៏អាថ៌កំបាំងមួយវាគឺជាទីផ្សារងងឹតដែលស្ថិតនៅក្នុងលអាងភ្នំធំមួយនៅទីនោះគ្មានពន្លឺព្រះអាទិត្យឡើយមានតែពន្លឺពណ៌បៃតងខ្មៅដែលចេញពីគោមចម្លែកតែប៉ុណ្ណោះអ្នកលក់ដូរនៅទីនោះមិនលក់ម្ហូបអាហារធម្មតានោះទេប៉ុន្តែពួកគេលក់ព្រលឹងនិងវត្ថុដែលយកចេញពីពិភពខ្មោចខ្យល់អាកាសនៅទីនេះពោពេញទៅដោយក្លិនឈាមនិងសេចក្តីស្លាប់ដែលមិនអាចគេចផុតឡើយទ្វារឡានបានបើកចំហស្រមោលអ្នកដំណើរចាប់ផ្ដើមដើរចុះយ៉ាងស្ងៀមស្ងាត់ពួកគេដើរដូចជាមនុស្សដែលត្រូវបានគេបញ្ជារាល់ជំហានរបស់ពួកគេបង្ហាញពីទស្សនវិជ្ជាដ៏រន្ធត់នៃការស្លាប់របស់ពួកគេកាលពីអតីតកាលមកខ្លះមានប្រឡាក់ជោកដោយទឹកខ្លះទៀតមានភ្លើងមកជាមួយពួកគេមិនមែនជាមនុស្សទៀតឡើយប៉ុន្តែគឺជាអ្នកទោសនៃទីផ្សារងងឹតនេះច័ន្ទមើលពួកគេដោយក្តីអាណិតផងនិងភាពភ័យខ្លាចផងព្រោះគាត់ដឹងថាគាត់អាចនឹងក្លាយទៅជាម្នាក់នៅក្នុងចំណោមពួកគេផងដែរក៏មិនដឹងរំពេចនោះតាផាន់បានដើរមករកច័ន្ទគាត់ហុចផ្លែឈើពណ៌ខៀវដែលចាំងពន្លឺដ៏ស្រស់ស្អាតមួយមកឲ្យច័ន្ទឃ្លានទេក្មួយស៊ីវាទៅឯងនឹងមានកម្លាំងហើយគាត់និយាយដោយសំឡេងផ្អែមល្ហែមប៉ុន្តែ
វាជាភាពផ្អែមល្ហែមដែលលាក់កំបាំងនៅថ្នាំពុលយ៉ាងសាហាវភ្នែករបស់គាត់ងងឹតសូន្យហាក់ដូចជាកំពុងរងចាំមើលច័ន្ទធ្លាក់នៅក្នុងអន្ទាក់របស់គាត់ច័ន្ទនឹកឃើញសម្ដីរបស់សារីភ្លាមកុំញ៉ាំអ្វីទាំងអស់បើមិនដូច្នោះទេព្រលឹងរបស់អ្នកនឹងត្រូវជាប់ឃុំនៅទីនេះជារៀងរហូតហើយមុនពេលដែលច័ន្ទអាចប៉ះផ្លែឈើនោះនាងសារីបានស្ទុះមកយ៉ាងលឿនដូចជាភ្លេចបន្ទោលនាងបានវាយផ្លែឈើនោះចេញពីដៃតាផាន់វាបានបែកខ្ចាយដូចជាកញ្ចក់ដែលត្រូវបែកផ្ទៃមុខរបស់នាងពោពេញដោយភាពភ័យខ្លាចជំនួសច័ន្ទនាងមិនអាចនិយាយបានប៉ុន្តែសកម្មភាពរបស់នាងបានប្រាប់អ្វីគ្រប់យ៉ាងតាផាន់បានស្រែកឡើងដោយកំហឹងភាពភូតភររបស់គាត់ត្រូវបានលាតត្រដាងហើយនៅពេលនេះគ្រោះថ្នាក់ពិតប្រាកដបានចាប់ផ្ដើមហើយពេលនោះរូបរាងរបស់តាផាន់ចាប់ផ្ដើមប្រែប្រួលស្បែករបស់គាត់ប្រែពណ៌ប្រផេះដូចខ្មោចខ្លួនប្រាណរបស់គាត់វែងឡើងដូចជាឫសរស័យពុកផុយហើយឈើច្រត់របស់គាត់បានคล้ายជាផ្នែកមួយនៃសាច់ឈាមរបស់គាត់ភ្នែកដែលធ្លាប់តែញញឹមឥឡូវនេះប្រែคล้ายទៅជាក្រហមឆេះដូចភ្នក់ភ្លើងនរកគាត់លែងជាមនុស្សទៀតហើយគាត់គឺជាប្រែតដែលស្រេកឃ្លានប្រលឹងតែបានរងចាំចំណៃថ្មីជាយូរណាស់មកហើយទីផ្សារងងឹតទាំងមូលចាប់ផ្ដើមមានចលនាផ្ទះឈើចាស់ចាប់ផ្ដើមដុសជើងដើរដូចសត្វចម្លែកតូបលក់ដូរបានคล้ายទៅជាហ្វូងសត្វល្អិតពណ៌ខ្មៅហើយគោមលលាក្បាលចាប់ផ្ដើមបញ្ចេញសម្រែកយ៉ាងខ្លាំងដែលធ្វើឲ្យរំជួយដល់ព្រលឹងទាំងអស់ផ្ទៃដីដែលធ្លាប់តែស្ងប់ស្ងាត់ចាប់ផ្ដើមពុះកញ្ជ្រោលដូចជាភក់នរកគ្រប់យ៉ាងនៅទីនេះបានដឹងខ្លួនហើយវាទាំងអស់គ្នាកំពុងតែស្រែកឃ្លានព្រលឹងរបស់ច័ន្ទជាខ្លាំងសូម្បីតែឡានក្រុងក៏មិនមែនជាកន្លែងសុវត្ថិភាពទៀតដែរពន្លឺពណ៌ស្វាយក្នុងឡានបានរលាយបាត់ជំនួសមកវិញនៅពន្លឺពណ៌ស្វាយដ៏គួរឲ្យភ័យខ្លាចកៅអីឈើចាស់ចាប់ផ្ដើមដុះសក់វែងដូចមនុស្សហើយអក្សរបុរាណនៅលើជញ្ជាំងក៏ចាប់ផ្ដើមហូរឈាមស្រស់ចេញមកដែលហូរត្រឡប់ទៅលើដំបូលវិញកំរាលឈើដែលធ្លាប់តែលឺសូរគ្រឹតឥឡូវនេះបានคล้ายទៅជាជួរធ្មេញដែលកំពុងតែរងចាំស៊ីព្រលឹងរបស់មនុស្សឡានក្រុងនេះលែងជាមធ្យោបាយធ្វើដំណើរហើយវាគឺជាក្រពះរបស់បិសាចដែលកំពុងតែរងចាំរំលាយអ្នកដំណើរទាំងអស់របស់វានាងសារីបានដើរមកឈរនៅពីមុខច័ន្ទនាងបានប្រើប្រាស់ធម៌ពលចុងក្រោយនៃព្រលឹងរបស់នាងដើម្បីបង្កើតជាជញ្ជាំងពន្លឺដ៏ភ្លឺមួយនាងសុខចិត្តលះបង់ការទៅចាប់ជាតិរបស់នាងដើម្បីការពារច័ន្ទពីក្រញាំដៃរបស់តាផានក្រហឹមដោយកំហឹងនឹងព្យាយាមវិបំបែកពន្លឺនោះប៉ុន្តែសេចក្តីស្រឡាញ់និងការលះបង់របស់នាងសារីមានកម្លាំងខ្លាំងជាងនាងងាកមកមើលច័ន្ទជាលើកចុងក្រោយភ្នែករបស់នាងប្រាប់ច័ន្ទថាឆាប់រត់ភ្លាមទៅនៅខាងក្រោយឡានក្រុងច័ន្ទបានឃើញពន្លឺនៃក្តីសង្ឃឹមតែមួយគត់វាគឺជាទ្វារអាសន្នមួយដែលកំពុងតែចាំងពន្លឺព្រះអាទិត្យដ៏ពិតប្រាកដវាជាពន្លឺនៃពិភពមនុស្សដែលគាត់ធ្លាប់បានចាក់ចេញមកតាមរយៈទ្វារនោះគាត់បានឃើញវាលស្រែពណ៌បៃតងនិងផ្លូវដីដែលគាត់ធ្លាប់បានស្គាល់ប៉ុន្តែទ្វារនោះកំពុងតែរួមតូចទៅហើយវាគឺជាឱកាសចុងក្រោយរបស់ច័ន្ទហើយបើគាត់មិនទៅឥឡូវនេះទេគាត់នឹងត្រូវជាប់នៅទីនេះជារៀងរហូតចាក់ជាមិនខានច័ន្ទមិនបង្អង់យូរឡើយគាត់រត់យ៉ាងលឿនកាត់តាមផ្លូវដើរដែលពោពេញទៅដោយបិសាចដៃខ្មោចរាប់រយព្យាយាមចាប់ទាញជើងរបស់គាត់ប៉ុន្តែគាត់មិនងាកក្រោយឡើយភ្នែករបស់គាត់សម្លឹងតែទៅលើពន្លឺព្រះអាទិត្យដែលនៅខាងមុខគាត់តែប៉ុណ្ណោះគាត់ដកដង្ហើមយ៉ាងធំហើយលោតចេញពីក្នុងទីពន្លឺនោះដោយអស់ពីកម្លាំងរបស់គាត់លោតចេញពីនរកត្រឡប់ទៅកាន់ជីវិតមនុស្សវិញ
ច័ន្ទបានធ្លាក់ទៅលើដីយ៉ាងខ្លាំងគាត់ដកដង្ហើមញាប់ដោយភាពភ័យខ្លាចពេលគាត់បើកភ្នែកឡើងវិញគាត់ឃើញតែផ្លូវដីដដែលនិងមេឃពណ៌ខៀវស្រឡះឡានក្រុងបិសាចនៅទីផ្សារងងឹតនោះបានបាត់ស្រមោលអស់រលីងពីមុខគាត់ហាក់ដូចជាសុបិនអាក្រក់មួយអញ្ចឹងប៉ុន្តែការឈឺចាប់លើខ្លួនប្រាណនិងធូលីផេះដែលបានជាប់ជាមួយនឹងសម្លៀកបំពាក់របស់គាត់បានប្រាប់គាត់ថាអ្វីដែលបានកើតឡើងចំពោះគាត់គឺជាការពិតទាំងអស់គាត់បានបាត់ស្បែកជើងមួយខាងប៉ុន្តែអ្វីដែលគាត់សោកស្ដាយបំផុតគឺការបាត់បង់នាងសារីនៅក្បែរនោះគាត់បានឃើញបំណែកសាច់ក្រណាត់ពណ៌ខៀវតូចមួយដែលជាប់នឹងបន្លែព្រៃវាគឺជាភស្តុតាងចុងក្រោយនៃការលះបង់របស់នាងដើម្បីឲ្យគាត់មានជីវិតរស់នៅបន្តទៀតច័ន្ទកាន់ក្តាប់ក្រណាត់នោះនៅក្នុងដៃយ៉ាងណែនទឹកភ្នែកគាត់ហូរចុះដោយមិនដឹងខ្លួនច័ន្ទបានត្រឡប់ទៅដល់ភូមិរបស់គាត់ពេលព្រលប់កន្លែងដែលគាត់ធ្លាប់តែចាក់ចេញពីស្រុកកំណើតរបស់គាត់ផ្ទះខ្ពស់ដែលធ្វើលើឈើនិងក្លិនបាយថ្មីដែលភាយចេញមកធ្វើឲ្យគាត់មានអារម្មណ៍កក់ក្ដៅយ៉ាងចម្លែកភូមិដែលគាត់ធ្លាប់តែគិតថាអបសោកនិងក្រលំបាកឥឡូវនេះបានคล้ายទៅជាឋានសួគ៌សម្រាប់គាត់វិញគាត់ដើរចូលទៅក្នុងភូមិវិញដោយគ្មានមាសប្រាក់ប៉ុន្តែមានជីវិតដ៏មានតម្លៃមួយនេះទៅវិញនៅយប់នោះលោកតាចាស់ម្នាក់នៅក្នុងភូមិបានប្រាប់ច័ន្ទអំពីរឿងព្រេងចាស់បុរាណដែលបានដំណើរតគ្នាមកជាយូរលង់ណាស់មកហើយតាមរយៈការបង្ហាញគំនូរបុរាណមួយដែលនិយាយអំពីឡានក្រុងវិញ្ញាណឯងគឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមមនុស្សតិចតួចណាស់ដែលអាចវិលត្រឡប់មកវិញបានឡានក្រុងនោះមិនមែនដឹកអ្នកដំណើរទៅរកភាពមានបាននោះទេប៉ុន្តែវាដឹកអ្នកដំណើរដែលលុបលន់ទៅរកសេចក្តីស្លាប់លោកតាដកដង្ហើមធំអ្នកដែលឡើងលើឡាននោះហើយមិនមែនបង់ប្រាក់កាក់ទេប៉ុន្តែពួកគេត្រូវបង់ដោយដង្ហើមចុងក្រោយរបស់ពួកគេទោះបីជាបានត្រឡប់មកវិញក៏ច័ន្ទមិនអាចដេកលក់ស្រួលឡើយរាល់ពេលវេលាដែលគាត់បិទភ្នែកម្ដងសម្រែករបស់ទីផ្សារងងឹតតែងតែលាន់លឺនៅក្នុងត្រចៀករបស់គាត់គ្រប់ពេលវេលាភាពងងឹតនៅក្នុងបន្ទប់របស់គាត់ហាក់ដូចជាកំពុងលាក់កំបាំងនៅអ្វីម្យ៉ាងដែលតាមមកពីឡានក្រុងវិញ្ញាណមួយនោះស្នាមជើងប្រឡាក់ដីភក់បង្ហាញថាទ្វារដែលគាត់បានលោតចេញមកនោះមិនបានបិទជិតទាំងស្រុងនោះទេគាត់ដឹងថាតាផាននៅតែតាមរកគាត់ក្នុងសបិននាពេលរាត្រីរហូតនៅពេលព្រឹកព្រលឹមទោះបីជាខ្យល់អាកាសបរិសុទ្ធយ៉ាងណាក៏ដោយក៏គាត់នៅតែធំក្លិនផ្សែងអាក្រក់ដដែលនៅលើដៃរបស់គាត់មានស្នាមជាំពណ៌ខៀវខ្មៅដែលមើលទៅដូចជាម្រាមដៃមនុស្សម្នាក់នៅពេលដែលគាត់លាងសម្អាតខ្លួនដោយទឹកម្ដងពេលណាគាត់ឃើញទឹកនោះហាក់ដូចជាប្រែពណ៌ទៅជាពណ៌ខ្មៅមួយផ្លែតវាជាការរំលឹកថាព្រលឹងរបស់គាត់ត្រូវបានប្រឡាក់ដោយភាពងងឹតរួចទៅហើយវាមិនងាយនឹងលុបលាងចេញបានឡើយក្នុងពេលជាមួយគ្នានោះដែរនៅឯទីផ្សារងងឹតដ៏ឆ្ងាយសែនឆ្ងាយនោះស្បែកជើងដែលច័ន្ទបានបាត់បង់នោះកំពុងតែស្ថិតនៅទីនោះវាមិនគ្រាន់តែជាស្បែកជើងមួយខាងដែលបាត់បង់ប៉ុណ្ណោះនោះទេប៉ុន្តែវាគឺជាចំណងដែលតាក់ទាញព្រលឹងម្ចាស់របស់ឲ្យចង់វិលត្រឡប់ទៅវិញសក់ខ្មៅវែងចាប់ផ្ដើមដុះរុំព័ទ្ធវាហើយផ្លែឈើបិសាចចាប់ផ្ដើមដុះចេញមកពីកៅអីឈើមកតាផាន់មិនទាន់បោះបង់ឡើយគាត់កំពុងរៀបចំកន្លែងសម្រាប់អ្នកដំណើរដែលបានរត់គេចខ្លួនច័ន្ទបានត្រឡប់ទៅមាត់ព្រៃវិញគាត់ចង់ស្វែងរកផ្លូវត្រឡប់ទៅជួបនឹងនាងសារីប៉ុន្តែផ្លូវដែលគាត់ធ្លាប់ដើរឥ
ឥឡូវនេះត្រូវបានបិទជិតដោយបន្លានិងដើមឈើធំធំព្រៃឈើហាក់ដូចជាមិនអនុញ្ញាតឲ្យគាត់ចូលទៅម្ដងទៀតឡើយគាត់ដឹងថានាងសារីបានបាត់បង់ជីវិតនៅក្នុងភាពងងឹតនោះហើយដើម្បីឲ្យគាត់មានសេរីភាពសម្រែកក្នុងចិត្តរបស់គាត់បន្លឺឡើងដោយភាពសោកស្ដាយដែលមិនអាចជួយនាងដែលបានជួយជីវិតគាត់នៅកណ្ដាលអត្រាតភាពស្ងប់ស្ងាត់នៃភូមិត្រូវបានចូលមកទោះបីជាមិនឃើញមានអ្វីក៏ដោយស្រាប់តែពេលនោះដីចាប់ផ្ដើមញាប់ញ័ររំជួយសំឡេងក្រហមនៃម៉ាស៊ីនឡានក្រុងដែលធ្លាប់ស្គាល់បានបន្លឺឡើងពីក្រោមដីមកហើយសំឡេងសត្វឆ្កែក្នុងភូមិលូឡើងលាន់កងរំពងពួកវាគ្រាន់តែសំងំលូនៅក្នុងទីងងឹតដោយភាពតក់ស្លុតឡានក្រុងនោះមិនបានទៅណាឆ្ងាយឡើយវាកំពុងតែវិលវល់នៅក្នុងភូមិនោះឯងដើម្បីរងចាំឱកាសល្អបំផុតនឹងបង្ហាញខ្លួនម្ដងទៀតនៅពេលដែលច័ន្ទគាត់ឆ្លុះកញ្ចក់គាត់បានឃើញការពិតដ៏គួរឲ្យរន្ធត់បំផុតសម្រាប់គាត់រូបភាពនៅក្នុងកញ្ចក់នោះមិនមែនជាគាត់ដែលគាត់ធ្លាប់បានស្គាល់ពីមុនមកនោះទេគាត់ឃើញខ្លួនឯងស្លៀកពាក់ដូចជាតាផាន់អញ្ចឹងហើយភ្នែករបស់គាត់ចាប់ផ្ដើមមានពន្លឺពណ៌ក្រហមនៃសេចក្តីស្លាប់នៅពីក្រោយខ្នងរបស់គាត់ក្នុងកញ្ចក់ឡានក្រុងបិសាចនោះកំពុងតែរងចាំគាត់ដឹងហើយថាគាត់មិនបានរត់រួចទាំងស្រុងនោះទេភាពងងឹតបានចូលមកក្នុងខ្លួនគាត់រួចទៅហើយភាពងងឹតនិងភាពមមាមមើចាប់ផ្ដើមច្របូកច្របល់ចូលគ្នាហើយនៅកណ្ដាលភូមិដែលធ្លាប់តែស្ងប់ស្ងាត់ច័ន្ទបានឃើញមានតូបលក់ដូរនៃទីផ្សារងងឹតលេចចេញមកជំនួសវិញពន្លឺពណ៌បៃតងខ្មោចចាំងកាត់ពន្លឺព្រះខែពណ៌សផ្កាទីក្នុងភូមិចាប់ផ្ដើមស្វិតស្រពោននិងប្រែទៅជាខ្មៅនៅពេលដែលប៉ះនឹងពន្លឺនោះច័ន្ទដឹងហើយថាពិភពបិសាចកំពុងតែលាតត្របាក់ភូមិរបស់គាត់ហើយវាមិនមែនគ្រាន់តែមកយកគាត់តែម្នាក់ឯងនោះទេប៉ុន្តែវាមកយកអ្វីៗគ្រប់យ៉ាងដែលគាត់ស្រឡាញ់នៅទីនេះផងដែរពេលនោះស្រាប់តែមានកញ្ច្រែងដែលបានលេចចេញមកនៅក្នុងផ្ទះរបស់ច័ន្ទទោះបីជាគាត់មិនបានយកវាមកជាមួយក៏ដោយនៅក្នុងកញ្ច្រែងនោះមានដៃតូចរាប់រយលូកចេញមកហើយមានសំឡេងស្រែកលាន់ឮឡើងថាជួយផងជួយខ្ញុំផងជួយពួកគេផងកញ្ច្រែងនោះវាគឺជាច្រកទ្វារវិញ្ញាណដែលជាប់ឃុំកំពុងតែព្យាយាមរើបំរាស់ចេញមកក្រៅចំណែកឯផ្នែកខាងក្រៅផ្ទះរបស់គាត់វិញមានស្រមោលដ៏ធំរបស់តាផាន់បានគ្របដណ្ដប់លើផ្ទះទាំងមូលនោះដៃបិសាចរបស់គាត់កំពុងតែរាវរកផ្លូវចូលមកចន្លោះជញ្ជាំងឫស្សីច័ន្ទអង្គុយនៅក្នុងភាពងងឹតស្ដាប់សំឡេងក្រញាំដែកដែលកកិតនឹងឈើខ្មោចតាផាន់កំពុងតែច្របាច់ផ្ទះតូចមួយនោះឲ្យស្លាប់បន្តិចម្ដងពេលនោះច័ន្ទដឹងខ្លួនហើយថាគាត់ត្រូវតែរត់រកឲ្យគេជួយហើយទើបបានគាត់បានធ្វើដំណើរទៅកាន់ប្រាសាទបុរាណមួយកន្លែងដែលគេបោះបង់ចោលនៅក្នុងព្រៃជ្រៅប្រាសាទនេះមិនមែនជាកន្លែងវិញ្ញាណខ្មោចរស់នៅនោះទេប៉ុន្តែវាជាទីតាំងដ៏ពិសិដ្ឋដែលពោពេញទៅដោយផ្កាឈូកពណ៌សពន្លឺព្រះអាទិត្យដែលបានចាំងចុះមកហាក់ដូចជាកំពុងលាងជម្រះរាល់ភាពសៅហ្មងនៅទីនេះភាពងងឹតរបស់តាផាន់มันអាចចូលមកដល់បានឡើយវាគឺជាកន្លែងតែមួយគត់ដែលច័ន្ទអាចស្វែងរកផ្លូវសង្គ្រោះព្រលឹងរបស់គាត់និងសារីបាននៅកណ្ដាលប្រាសាទច័ន្ទបានចាប់ផ្ដើមរៀបចំពិធីសក្ការៈមួយគាត់ប្រើប្រាស់ថ្មភ្នំនិងខ្សែសីមាពណ៌ក្រហមដើម្បីបង្កើតជាអន្ទាក់វិញ្ញាណគាត់ដាក់វត្ថុដែលជាចំណងរវាងគាត់និងពិភពខ្មោចនៅចំកណ្ដាលគាត់មិនមែនរត់គេចទៀតទេប៉ុន្តែគាត់កំពុងតែហៅឡានក្រុងនោះឲ្យមកជួបគាត់នៅទីនេះគាត់នឹងប្រើប្រាស់សេចក្តីស្លាប់ដើម្បីបដូរយកជីវិតនិងការដោះលែងវិញ្ញាណទាំងអស់មកវិញស្រាប់តែរំពេចនោះឡានក្រុងបិសាចបានលេចចេញមកវាមិនមែនមកដោយមិត្តភាពនោះឡើយ
វាបានបុកទម្លុះជញ្ជាំងប្រាសាទដោយសំឡេងស្រែកយ៉ាងខ្លាំងពន្លឺពណ៌បៃតងអាក្រក់បានព្យាយាមលេបត្របាក់ពន្លឺពណ៌មាសនៃប្រាសាទឡានក្រុងនោះមើលទៅគួរឲ្យខ្លាចជាងមុនទៅទៀតវាពោពេញទៅដោយកំហឹងនិងការស្រេកឃ្លានដែលច័ន្ទបានរត់គេចតាផាន់បានដើរចេញពីក្នុងឡានរូបរាងប្រែតរបស់គាត់មើលទៅគួរឲ្យរន្ធត់បំផុតគាត់ព្យាយាមលូកដៃមកចាប់ច័ន្ទប៉ុន្តែខ្សែសីមាពណ៌ក្រហមបានឆេះជាភ្លើងឡើងរារាំងផ្លូវរបស់គាត់រំពេចនោះសាច់របស់គាត់ចាប់ផ្ដើមឆេះគាត់ស្រែកដោយការឈឺចាប់និងកំហឹងនេះគឺជាការប្រយុទ្ធគ្នារវាងសេចក្តីលោភលន់និងសេចក្តីស្ងប់ដែលច័ន្ទបានរកឃើញនៅក្នុងប្រាសាទនោះនៅពេលដែលឡានក្រុងចាប់ផ្ដើមរលាយបាត់វិញ្ញាណរបស់អ្នកដំណើរទាំងអស់ត្រូវបានដោះលែងពួកគេមិនមែនជាស្រមោលខ្មៅទៀតនោះទេប៉ុន្តែពួកគេបានក្លាយជាពន្លឺពណ៌មាសដ៏ស្រស់ស្អាតនាងសារីឈរនៅខាងមុខគេនាងញញឹមយ៉ាងស្រស់ស្រាយទៅកាន់ច័ន្ទរួចហោះឡើងទៅលើមេឃតាមដំបូលប្រាសាទបាត់ទៅសេចក្តីស្លាប់បានចាញ់ហើយព្រលឹងដែលវង្វេងផ្លូវទាំងឡាយបានរកឃើញផ្លូវទៅកាន់ទីបរមសុខរបស់ពួកគេហើយឡានក្រុងបិសាចបានរលាយคล้ายជាផេះរួចក៏ត្រូវខ្យល់បក់ខ្ចាត់ខ្ចាយបាត់អស់ទៅភាពភ័យខ្លាចពន្លឺពណ៌បៃតងនិងសម្រែកយំសោកត្រូវបានជំនួសដោយភាពស្ងប់ស្ងាត់នៃពន្លឺព្រះអាទិត្យនាវេលាព្រឹកនៅលើដីច័ន្ទមើលឃើញផ្កាឈូកមួយទើបតែរីកនៅកន្លែងដែលបិសាចធ្លាប់ឈរនោះពិភពលោកបានត្រឡប់មកជាធម្មតាវិញហើយបណ្ដាសានៃឡានក្រុងវិញ្ញាណក៏ត្រូវបានសាបរលាបនៅត្រឹមនេះដែរច័ន្ទដើរត្រឡប់ទៅផ្ទះវិញដោយមានចិត្តស្ងប់និងមានសេរីភាពយ៉ាងពិតប្រាកដគាត់មិនចង់បានសំណាងពីទីក្រុងធំមួយនេះទៀតនោះទេព្រោះគាត់ដឹងថាអ្វីដែលមានតម្លៃបំផុតគឺជាជីវិតនិងសេចក្តីសុខនៅក្នុងភូមិកំណើតរបស់គាត់ផ្លូវដែលធ្លាប់តែងងឹតឥឡូវនេះពោពេញទៅដោយពន្លឺគាត់បានរៀនមេរៀនដ៏ធំមួយថាសុភមង្គលពិតប្រាកដមិនមែនស្ថិតនៅលើឡានក្រុងដែលបានដឹកយើងទៅឆ្ងាយនោះទេប៉ុន្តែវាស្ថិតនៅក្នុងបេះដូងរបស់យើងគ្រប់គ្នាពេលវេលាបានកន្លងផុតទៅកន្លែងដែលធ្លាប់តែជាច្រកទ្វារនៃសេចក្តីស្លាប់ឥឡូវនេះត្រូវបានធម្មជាតិលេបត្របាក់ទៅបាត់អស់រលីងហើយផ្លូវថ្នល់ព្រៃចាប់ផ្ដើមបាត់បង់រូបរាងបន្តិចម្ដងគ្មានអ្នកដំណើរណាហ៊ានមកអង្គុយចាំនៅទីនេះទៀតនោះទេព្រោះពួកគេដឹងថាភាពស្ងប់ស្ងាត់នៅទីនេះលាក់កំបាំងនៅរឿងរ៉ាវដ៏គួរឲ្យរន្ធត់ដែលមិនអាចបំភ្លេចបាននៅក្នុងភូមិពន្លឺនិងសំឡេងតន្ត្រីបានវិលត្រឡប់មកវិញហើយអ្នកភូមិបានរៀបចំពិធីបុណ្យដើម្បីអបអរសាទរជីវិតនិងការដោះលែងវិញ្ញាណពួកគេនាំគ្នារាំលេងជុំវិញភ្នក់ភ្លើងដ៏ធំមួយភាពងងឹតដែលធ្លាប់តែគ្របដណ្ដប់ត្រូវបានបណ្ដេញចេញដោយកម្លាំងនៃសាមគ្គីភាពនិងជំនឿចិត្តច័ន្ទអង្គុយមើលពីចម្ងាយដោយដឹងថាពន្លឺពិតប្រាកដគឺស្ថិតនៅក្នុងការរស់នៅជាមួយគ្នាទោះបីជាគ្រប់យ៉ាងបានប្រសើរឡើងយ៉ាងណាក៏ដោយប៉ុន្តែការចងចាំអំពីនាងសារីក៏ស្ថិតនៅក្នុងបេះដូងរបស់ច័ន្ទជានិច្ចគាត់បានដាក់កូនទូកតូចមួយនៅមាត់ទន្លេដើម្បីជានិមិត្តរូបនៃការដឹងគុណនិងការនឹករលឹកនាងបានបដូរជីវិតរបស់នាងដើម្បីឲ្យគាត់មានថ្ងៃនេះរៀងរាល់ល្ងាចគាត់តែងតែមកទីនេះដើម្បីផ្ញើសារតាមខ្យល់ទៅកាន់វិញ្ញាណដែលខ្ពង់ខ្ពស់របស់នាងសារីរឿងរ៉ាវរបស់ច័ន្ទបានក្លាយជាមេរៀនសម្រាប់យុវជនជំនាន់ក្រោយពួកគេត្រូវបានគេព្រមានអំពីគ្រោះថ្នាក់នៃការលោភលន់និងការចង់បានផ្លូវកាត់កុំឡើងឡានដែលគ្មានអ្នកបើកបរកុំញ៉ាំផ្លែឈើដែលចាំងពន្លឺនៅក្នុងភាពងងឹតចាស់នៅក្នុងភូមិតែងតែនិទានរឿងនេះដើម្បីឲ្យក្មេងៗចេះស្រឡាញ់និងរក្សានៅអ្វីដែលខ្លួនមាននៅចំពោះមុខប៉ុន្តែនៅកន្លែងណាមួយក្នុងព្រៃជ្រៅដែលមនុស្សទៅមិនដល់នោះឡានក្រុងវិញ្ញាណនោះអាចនឹងនៅតែមានពន្លឺពណ៌បៃតងពីរនៅតែចែងចាំងកាត់ភាពងងឹត
ដើម្បីស្វែងរកអ្នកដំណើរដែលវង្វេងផ្លូវបណ្ដាសាមិនបានរលាយបាត់ទាំងស្រុងនោះឡើយដរាបណានៅមានមនុស្សដែលចង់បានសំណាងដោយមិនខ្វល់ពីផលវិបាកវានៅតែរងចាំអ្នកដំណើរដែលមានចិត្តមិនស្ងប់មានអ្នកខ្លះនិយាយថាព្រលឹងនាងសារីមិនបានទៅណាឆ្ងាយនោះឡើយនាងបានខ្លាចជាអ្នកការពារផ្លូវដើម្បីរារាំងមិនឲ្យឡានក្រុងនោះមកយកអ្នកដំណើរណាម្នាក់ទៀតនោះទេពន្លឺពណ៌សរបស់នាងគឺជាក្តីសង្ឃឹមសម្រាប់អ្នកដែលវង្វេងផ្លូវនាងឈរនៅទីនោះក្នុងភាពស្ងៀមស្ងាត់ជាអ្នកដែលយាមល្បាតរវាងពិភពមនុស្សនិងពិភពវិញ្ញាណសម្បត្តិដែលធ្លាប់តែមានមុនអាគមឥឡូវនេះគ្រាន់តែជាសម្រាមនៅក្នុងដីតែប៉ុណ្ណោះផ្សិតព្រៃបានដុះស៊ីលើវាហើយទឹកភ្លៀងបានលាងជម្រះនៅអសរបណ្ដាសាទាំងឡាយនៅក្នុងនោះអំណាចរបស់តាផាន់ត្រូវបានបំផ្លាញដោយធម្មជាតិនិងពេលវេលាអស់ទៅហើយអ្វីដែលអាក្រក់มันអាចស្ថិតស្ថេរបានយូរអង្វែងឡើយនៅចំពោះមុខសច្ចធម៌នៃលោកីយ៍យើងនេះថ្ងៃថ្មីបានមកដល់ថ្ងៃដែលនាំមកនូវការចាប់ផ្ដើមថ្មីនិងសេចក្តីសង្ឃឹមថ្មីព្រៃឈើដែលធ្លាប់តែគួរឲ្យខ្លាចឥឡូវនេះពោពេញទៅដោយជីវិតនិងមានសម្រស់ស្រស់បំព្រងក្រុងធំដែលច័ន្ទធ្លាប់ប្រាថ្នាលែងមានភាពតាក់ទាញទៀតហើយអ្វីដែលសំខាន់បំផុតគឺការយល់ដឹងពីតម្លៃនៃសន្តិភាពដែលយើងមាននៅក្នុងដៃច័ន្ទបានរស់នៅយ៉ាងមានក្តីសុខគាត់បានក្លាយជាបរិសុទ្ធចំណាស់ដែលមានប្រាជ្ញានិងជាទីស្រឡាញ់របស់អ្នកភូមិគ្រប់គ្នារាល់ស្នាមជ្រីវជ្រួញនៅលើមុខរបស់គាត់គឺជានិមិត្តរូបនៃបទពិសោធន៍និងការរស់រានមានជីវិតថ្មីគាត់មិនដែលភ្លេចរឿងរ៉ាវការពីអតីតកាលរបស់គាត់ឡើយប៉ុន្តែគាត់បានប្រើវាដើម្បីបំភ្លឺផ្លូវឲ្យអ្នកដទៃជាមួយនឹងស្នាមញញឹមរបស់គាត់គឺជាជ័យជំនះលើភាពងងឹតផងទាំងពួងហើយរឿងរ៉ាវឡានក្រុងវិញ្ញាណក៏បានคล้ายទៅជាវីរភាពនិងជានិទានកាលដ៏មានតម្លៃវាមិនមែនគ្រាន់តែជារឿងខ្មោចសម្រាប់បំភ័យមនុស្សឡើយប៉ុន្តែវាជារឿងនៃសិលធម៌ការលះបង់និងការស្វែងរកសេរីភាពដរាបណាមានអ្នកនិទានឡានក្រុងនោះនឹងនៅតែជាការរំលឹកដល់យើងគ្រប់គ្នាដើរនៅលើផ្លូវដែលត្រឹមត្រូវនៅកន្លែងខ្ពស់បំផុតនៃភូមិច័ន្ទបានសាងសង់ចែកដីតូចមួយសម្រាប់ឲ្យនាងសារីវាគឺជាកន្លែងដែលពោពេញទៅដោយសន្តិភាពជាកន្លែងដែលវិញ្ញាណរបស់នាងអាចសម្រាកបានយ៉ាងស្ងប់ស្ងាត់រាល់ពេលដែលថ្ងៃលិចពន្លឺចុងក្រោយតែងតែជះមកលើចែកដីនេះនាងលែងជាវិញ្ញាណដែលវង្វេងនៅក្នុងឡានក្រុងទៀតហើយប៉ុន្តែនាងគឺជាទេពធីតាដែលការពារភូមិទាំងមូលទោះបីជាយ៉ាងណាក៏ដោយភាពងងឹតនៅតែស្វែងរកផ្លូវត្រឡប់មកវិញជានិច្ចមានអ្នកខ្លះនិយាយថាពួកគេនៅតែឃើញស្រមោលចម្លែកដើរឆ្ពោះទៅកាន់ព្រៃជ្រៅនៅពេលយប់ងងឹតតើវាជាវិញ្ញាណដែលនៅសេសសល់ឬគ្រាន់តែជាការភ័ន្តច្រឡំគ្មានអ្នកណាដឹងច្បាស់ឡើយប៉ុន្តែវាគឺជាការរំលឹកថាយើងមិនត្រូវធ្វេសប្រហែសឡើយព្រោះសេចក្តីអាក្រក់តែងតែចាំយើងគ្រប់គ្នាដូចជាស្រមោលទូតាមប្រាណមេរៀនដ៏ធំបំផុតដែលយើងទទួលបានគឺថាសុភមង្គលមិនមែនជារបស់ដែលត្រូវស្វែងរកនៅទីឆ្ងាយនោះទេវាកើតចេញពីការស្កប់ស្កល់និងការដឹងគុណចំពោះអ្វីដែលយើងមានរឿងរ៉ាវនៃឡានក្រុងវិញ្ញាណបានបង្រៀនយើងឲ្យស្គាល់ពីតម្លៃនៃព្រលឹងនិងសេចក្តីស្រឡាញ់សន្តិភាពពិតប្រាកដគឺស្ថិតនៅក្នុងការរស់នៅដោយមានសិលធម៌និងមានចិត្តស្អាតស្អំជីវិតគឺជាដំណើរមួយដែលគ្មានទីបញ្ចប់វាមានទាំងភាពងងឹតមានទាំងពន្លឺមកជាមួយគ្នាយើងម្នាក់ត្រូវជ្រើសរើសផ្លូវដើរដោយខ្លួនឯងហើយត្រូវប្រុងប្រយ័ត្នចំពោះការលំបាកទាំងឡាយផ្លូវដែលត្រឹមត្រូវអាចនឹងពិបាកដើរតែយូរអង្វែងប៉ុន្តែវាដឹកនាំយើងទៅរកសេចក្តីសុខយ៉ាងពិតប្រាកដចូលដើរដោយបញ្ញានិងបេះដូងដែលពោរពេញទៅដោយក្តីមេត្តា
រឿងរ៉ាវត្រូវបានបញ្ចប់នៅត្រឹមនេះទ្វារនៃការចងចាំត្រូវបានបិទចុះចំណែកឯមេរៀនដែលវាបានបន្សល់ទុកនឹងនៅស្ថិតនៅក្នុងចិត្តរបស់យើងគ្រប់គ្នាជានិច្ចសូមចងចាំរឿងនេះហើយចែករំលែកទៅកាន់អ្នកដទៃដើម្បីកុំឲ្យភាពងងឹតមកបៀតបៀនយើងបានឡើយលាហើយអ្នកដំណើរទាំងឡាយសូមឲ្យអស់លោកអ្នកជួបតែសេចក្តីសុខនិងពន្លឺជានិច្ច